Bà Aaron Susday bông ôn từng ở khía này chụp nhomនៅវីដេអូថ្មីមួយទៀតហើយថ្ងៃនេះខ្ញុំអត់ធ្វើវីដេអូទេតែខ្ញុំធ្វើក្បាលវីដេអូដើម្បីជម្រាបសួរបងប្អូនអញ្ចឹងទៅហើយខ្ញុំមានវីដេអូមួយចាស់ខ្ញុំយកមកពី Facebook ឲ្យមើលឲ្យចង់សើចលើមម្នាក់លើមធ្វើការជាមួយខ្ញុំគាត់ឈ្មោះលើមហើយគាត់នៅក្មេងមែនតើណាដូចកាលហ្នឹងគាត់អត់តន់គ្រប់អាយុធ្វើការទេតែគាត់នឹកឃើញថាគាត់មកជួយស្ម័គ្រចិត្តរៀនបដាធ្វើបដាដូចខ្ញុំកាលខ្ញុំនៅទូចឹងដូចគ្នាចឹងអញ្ចឹងបងប្អូនទៅមើលទាំងអស់គ្នាថាវីដេអូហ្នឹងបែបណាហើយគាត់បានធ្វើការងាររបស់ខ្ញុំពីមុនសັດច្រើនកម្រិតណាបងប្អូនទៅមើលទាំងអស់គ្នាតោះអូខេ let's go បាទបងប្អូនមកដល់ហើយនេះវីដេអូនេះខ្ញុំយកពី Facebook ដែរទេហើយវីដេអូហ្នឹងយូរឆ្នាំហើយបងប្អូននេះចាប់ផ្ដើមព្រលឹមឡើងគឺចាប់ផ្ដើមធ្វើសម្អាតមុខផ្ទះអញ្ចឹងណា10ឆ្នាំមុនប្លែកបងប្អូនមើលទៅមកដល់កន្លែងខ្ញុំឥឡូវរឿងប្លែកច្រើនឥឡូវយើងមានចាក់គ្រោះចាក់អីអានេះកាន់នៅដីទៅទេយើងកំសត់កម្រកាន់សំបីខ្ញុំកើបសម្រាមកាន់ហ្នឹងក៏អត់ពាក់សំដៃដែរហើយនេះលើមនេះគាត់កំពុងដោះក្បាលដោះឲ្យកូនសត្វក្បាលដោះហ្នឹងមានដុតទៅដោះគោបងប្អូនច្រឡំនិយាយពាក្យអញ្ចឹងដុតទៅដោះគោទៅសម្អាតពេលព្រឹកពេលយើងបំរើហើយគឺយើងត្រូវសម្អាតពីហ្នឹងវីដេអូនេះរបស់ពូស៊ីថេងគាត់អ្នកថតឲ្យពួកខ្ញុំរៀបចំដើម្បីថតលេងអញ្ចឹងណាកំសាន្តនេះដល់ពេលហើយផុស Facebook លេងតែហ្នឹងឥឡូវមកជាប់បានឃើញរូបភាពអនុស្សាវរីយ៍ចាស់ហើយនេះខ្ញុំកំពុងតែសម្អាតត្រង់នៅពេលព្រឹកសម្រាប់កូនអកច្រើនពណ៌កូនអកច្រើនពណ៌ច្រើនកាលនេះយើងចាប់ដើមដោះសាប៊ូបងប្អូនយើងចាប់ដើមដោះសាប៊ូពេលនេះចាប់ដើមបាញ់ទឹកដោះសាប៊ូសម្អាតកាលហ្នឹងគ្មានម៉ូទ័រគ្មានអីទេបងប្អូនបហូរទៅតាមវីយ៉ូទឹកវីយ៉ូវ៉ាក់សាំងអញ្ចឹងណាមានវ៉ាក់សាំងដោះទៅដោះសាប៊ូដោះដោយដៃអត់ខំម៉ូទ័រអត់មានភ្លើងប្រើទេកាលហ្នឹងកម្លាំងសុទ្ធយើងដល់ឥឡូវយើងមានភ្លើងម៉ូទ័របាញ់ងាយស្រួលនឹងធ្វើការលះជាងអានេះកូនសារកាកែវវើងបងប្អូនខ្ញុំទោសកូនសារកាកែវវើងចូលម្ដងមិនតិចទេបងប្អូនដូច100ក្បាលជាងណាហើយដល់ពេលយើងរៀបជាក្រុមដោះលែងទៅវិញហ្នឹងទៅពុំដោះសាប៊ូថ្ងៃហ្នឹងដែរខ្ញុំថតហ្នឹងខ្ញុំធ្វើការបានតែ2នាក់លើនេះកាលហ្នឹងគោលការណ៍ក្រុមការងារខ្ញុំមាន3នាក់អ្នកថែកូនសត្វកាលហ្នឹងនេះលើហ្នឹងត្រូវប្អូនប៉ាលំផាត់ប្អូនបកើតគាត់ធ្វើការស្ម័គ្រចិត្តបងប្អូនមើលក្មេងទូចញ៉ាច់តែតាឡូវមានធំជាងខ្ញុំឆ្ងាយមានដៀងគីឡូ78ទេកូនស្វាព្រាមបងប្អូនកូនស្វាព្រាមឈុតពណ៌លឿងអានេះវាធំហ៎6ខែជាងខ្មៅព្រិចនេះខ្ញុំមកដល់ក្នុងផ្ទះនេះកូនស្វាព្រាមដែរស្វាព្រាមមកថាពណ៌លឿងនេះបងប្អូនខ្ញុំថតឲ្យបងប្អូនបានមើលណាកូនស្វាព្រាមហ្នឹងនិយាយរំពិបាកមើលណាកូនស្វាព្រាមហ្នឹងនេះខ្ញុំចាប់ដើមយកតុក្កតាដូរផ្លាស់ប្ដូរគាត់ប៉ុន្តែខ្ញុំថតកាលហ្នឹងខ្លីកាត់ដូចពូស៊ីថេងគាត់ថតនេះយើងចាប់ដើមផ្លាស់តុក្កតាហើយនឹងកសែងអញ្ចឹងទៅយើងដាក់ជារៀងរាល់ថ្ងៃអញ្ចឹងដើម្បីឲ្យគាត់បានផ្លាស់ប្ដូរឲ្យគាត់ស្រឡាញ់តុក្កតាស្វាព្រាវហ្នឹងគឺពេលតុក្កតាដូចគិតថាតុក្កតាហ្នឹងម៉ែគាត់អញ្ចឹងដូចម្ដាយគាត់អញ្ចឹងយើងផ្លាស់ប្ដូរឲ្យគាត់រាល់ថ្ងៃដល់ពេលតុក្កតាគាត់មានបានដូចមាន3ពេល3000ហ្នឹងយើងអត់ផ្លាស់ទេខូចក៏ដេដែរកុំឲ្យគាត់យើងដាក់តុក្កតាថ្មីគាត់ stress គាត់អត់ស្គាល់ថាហ្នឹងជាម្ដាយគាត់អញ្ចឹងពួកយើងអត់អាចមានពេលវេលាអោបគាត់អាចថែគាត់បានទេពួកយើងមានកូនសត្វច្រើនអញ្ចឹងណាបងប្អូននេះចាប់ដើមទៅទៀតហើយមិនដឹងអីទេខ្ញុំអត់ទាន់ដឹងដូចប្រម៉ូសម្រាមហ្នឹងអូប្រម៉ូតុក្កតាទៅបោកហ្នឹងហើយមកតុក្កតាទៅបោកនេះបងប្អូនដឹងហើយពេលព្រឹកគឺបោកតុក្កតាមួយថ្ងៃមួយធុងកសែងមួយថ្ងៃបាប់ទៅ20អញ្ចឹងទៅហើយក្បាលដោះនិយាយរួម2ម៉ោងកន្លះយើងត្រូវបំបើកូនសត្វនឹងទាំងអស់តោទាំងអស់អានេះខ្ញុំធ្វើសកម្មភាពនេះខ្ញុំគិតថាលឿនមកព្រឹកហ្នឹងគឺធូរយកមួយឆ្នាំដៃដើម្បីធ្វើវីដេអូមកព្រឹកហ្នឹងកាលនោះពូស៊ីថេងគាត់ធ្វើឲ្យធ្វើលឿនមែនតើដល់ពេលយើងរៀបចំបោកឲ្យអស់បានចាប់ដើមយកទៅហាលនេះកាន់តុក្កតាបងប្អូនបានឃើញហើយកាលហ្នឹងហាលអត់មានចេះរៀបចំអីទេយើងធ្វើការអត់ដឹងរបៀបទៅហាលតាមរបបតែឥឡូវយើងរៀបតាមវេលាថ្ងៃមានរៀបអញ្ចឹងទៅកាលហ្នឹងដូច
ធ្វើជាទៅតាមដំណើរអញ្ចឹងណាបងប្អូនមានកូនសត្វបងប្អូនឃើញច្រើនមានកូនស្វាកូនតូចអត់ដែលដាច់ទេនិយាយរួមមកកូនសត្វវិញសឹងមិនបាច់និយាយមកកាលហ្នឹងមួយរយៈហ្នឹងគឺសត្វច្រើនណាស់មានបានសម្រាប់ទេដឹងញាក់ទាំងយប់ទាំងថ្ងៃសម្អាតដឹងតែអូតូទៅណារួចចេញពីដូចគេហៅថានៅតែវិលជុំនៅកន្លែងការងារហ្នឹងគឺទៅណារួចទេអត់មានពេលទៅណាទេឥឡូវបងប្អូនខ្មែរយើងឬក៏អីគេយល់ដឹងច្រើនអំពីអភិរក្សសត្វព្រៃអញ្ចឹងស្រឡាញ់សត្វបានច្រើនអញ្ចឹងគេអត់សូវបបបាញ់គេអត់សូវប្រមាញ់អញ្ចឹងវាមានកូនសត្វច្រើនអត់សូវយកសត្វនឹងយកទៅលក់យកអីចឹងណាដូចយល់ដឹងច្រើនមុនហ្នឹងខ្ញុំកាប់ចេកឲ្យប្រើសនេះបងប្អូនកូនប្រើសធំអញ្ចឹងណាមួយឆ្នាំជាងមានមួយខួបជាងមិនតែគាត់នៅក្មេងឡើយចរិតដាក់មានចេកមានដំឡូងមានតកួនហ្នឹងទៅប៉ុន្តែនេះពេលព្រឹកអាហារពេលព្រឹកដាក់យកស៊ីពេលគាត់ជប់មុំហ្នឹងកូនប្រើសបើហើយមានកូនឆ្លុះមួយដែរប៉ុន្តែវីដេអូអត់សូវច្បាស់ទេបងប្អូនដោយសារកាលហ្នឹងដូចប្រើទូរស័ព្ទថតទូរស័ព្ទអត់សូវច្បាស់អត់ដឹងថាម៉េចដែរនេះបងប្អូនមើលលើមនេះខ្ញុំនិយាយគាត់នៅទូចមែនតើខ្ញុំអត់មានអារូបភាពខ្ញុំតាំងនៅទូចវីដេអូធ្វើអញ្ចឹងដែរខ្ញុំមិនសប្បាយសើចណាស់នេះចូលមកដល់ខ្ញុំចាប់ដើមបញ្ចុកសារកាកែវនេះ2ម៉ោងកន្លះធ្វើបញ្ចុកប៉ុន្តែពួកគាត់អត់ហៅទៅណាបងប្អូនពេលណាគាត់ចេះហៅក៏ដោយគាត់អត់ទៅណាទេមកតាមតែយើងហើយគាត់ស្គាល់ដល់ពេលធម្មតាតាំងហ្នឹងយើងយកគាត់ទៅដោះលែងនៅកោះកុងភាគច្រើនពេលដោះលែងកោះកុងហើយរហូតដល់ពេលយើងទៅដើរលេងនៅកោះកុងពេលខ្លះប៉ះសាំងទៅឃើញយើងស្គាល់អានេះខ្ញុំពងមិនទៅដោះពពែនេះបងប្អូនឃើញទៅដោះពពែយើងវល់ជាមីលីលីត្រដើម្បីដូចអំបៅគាត់ដូចមកពេលហ្នឹងគឺយើងប្រើ20 ml អានេះវានៅទីចឹងហើយដាក់ជាបាទដោះតែហ្នឹងបាទដោះគោហ្នឹងក៏ធំដែរដោះមិនអត់បាទដោះទូដោះទូទេដូចពីរំកាល10ឆ្នាំមុនវាប្លែកជាងឥឡូវវីដេអូហ្នឹងដូច2016 2015នេះបងប្អូននេះហើយយើងបំរើស្វាព្រាមហើយនេះដាក់ឲ្យកូនស្វាក្តាមនេះដាក់ចានៅផឹកស្វាក្តាមគាត់ឆ្លាតជាងស្វាព្រាមមិញចាហ្នឹងដល់បើបងប្អូនគាត់នៅឃើញអញ្ចឹងដឹងថាកូនសត្វត្រុសបានច្រើនហ្នឹងហើយបងប្អូនហើយវីដេអូក៏ខ្លីតែប៉ុណ្្នឹងណាបងប្អូនដូចបងប្អូនបានឃើញអញ្ចឹងវីដេអូហ្នឹងយូរឆ្នាំហើយដូច10ឆ្នាំមុនឥឡូវលើមៀតធំជាងខ្ញុំឆ្ងាយគាត់មៀតឡើងដៀងតែខ្ញុំនៅតែមុខបងប្អូនមើលដូចអត់សូវប្រែមកនេះដូចនៅតែដែរដូច10ឆ្នាំមុនឥឡូវដូចនៅដែរណែបងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្ណឹងហើយរីករាយចុងសប្តាហ៍ថ្ងៃសៅរ៍អញ្ចឹងអរគុណបងប្អូនហើយជួបគ្នានៅវីដេអូក្រោយមួយទៀតហើយអញ្ចឹងអរគុណជម្រាបលាហើយខ្ញុំភ្លេចប្រាប់បងប្អូននៅនេះខ្ញុំមកផ្ទះអញ្ចឹងខ្ញុំចូលលេងផ្ទះមួយផ្លែតហើយក៏ចេញទៅភ្នំវិញអញ្ចឹងអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយបាយបាយ